រុនកដាលបាទអញ្ចឹងខ្ញុំបាយចេញមកបងឃើញបាយបាយចេញមកបាទសិនជាបងប្អូនឃើញស្រកប្រេងបាទន័យថាហ្វឺតបាទកន្លែងបន្តបំទឹកយើងហ្នឹងហ្វឺតប្រេងវាមានបញ្ហាលេចជ្រាបបាទបើសិនជាឃើញទឹកជ្រាបបានថាហ្វឺតបូមទឹកមានបញ្ហាលេចជ្រាបបាទនេះជាคลิปវីដេអូដែលខ្ញុំចង់មកចែកម្លែកដល់បងប្អូនអតិថិជនបាទនឹងបងប្អូនជាងម៉ូតូទាំងអស់គ្នាដែលប្រើប្រាស់ទៅលើប្រភេទម៉ូតូបាទប្រភេទធុងទឹកបាទអញ្ចឹងនេះសម្រាប់ប្រភេទពួកคลิกមិនថា PCX ADV បាទដែលជាប្រភេទពួកធុងទឹកដែលបងប្អូនចតនឹងផ្ទះឲ្យឃើញតក់ទឹកឬក៏តក់ប្រេងចេញតាមប្រឡោះរុនរបស់ម៉ូទ័របូមទឹកហ្នឹងគឺប្រឡោះមួយនេះបាទនេះអញ្ចឹងនេះជាម៉ូទ័របូមទឹករបស់យើងអញ្ចឹងបងប្អូនឃើញសង្កេតមើលក្នុងម៉ូទ័របូមទឹករបស់យើងបើសិនជាបងប្អូនឃើញស្រកប្រេងពីប្រឡោះនេះណាគេនេះបងជាភាសាបងប្អូនជាងប្រកាសនឹងឃើញនេះម៉ូទ័របូមប្រេងរបស់យើងម៉ូទ័របូមសាំងបូមទឹករបស់យើងបាទនេះណាឃើញរុននេះទេបាទនេះជារុនកណ្ដាលរបស់ម៉ូទ័របូមទឹករបស់យើងដែលជារុនគេហៅថាជារុនតំបន់សឬប្រឡោះកណ្ដាលរវាងទឹកហើយនឹងប្រេងបាទដែលវាមិនអាចឆ្លងលោកគ្នាបានទេអញ្ចឹងខាងក្នុងនេះខ្ញុំនឹងបំបែកនៅម៉ូទ័របូមទឹកឲ្យបងប្អូនបានឃើញអរគ្នាថាហេតុអីប្រឡោះមួយនឹងពេលខ្លះឃើញជ្រាបទឹកពេលខ្លះឃើញជ្រាបប្រេងបាទណាចាំបើសិនជាបងប្អូនជ្រាបទឹកបានន័យថាហ្វឺតម៉ូទ័របូមទឹកមានបញ្ហាអញ្ចឹងនេះខ្ញុំបំបែកចេញមកមើលណានេះរុនមកវារុនកដាលបាទអញ្ចឹងខ្ញុំបែកចេញមកបងឃើញបំបែកចេញមកអញ្ចឹងរុនកដាលមួយនេះរុនកដាលនេះខ្ញុំចាក់បងប្អូនមើលនេះរុនកដាលនេះរុនកដាលនេះដល់ពេលខ្ញុំចាក់មកនេះរុននេះណារុនកដាលរបស់ម៉ូទ័របូមទឹកនេះរុនកដាលនេះគឺវានៅកដាលបាទអញ្ចឹងនៅខាងក្នុងនេះហ្វឺតប្រេងការពារប្រេងណានេះឥឡូវខ្ញុំបាយបងប្អូនមើលអស់គ្នាបាយទៅនេះបងប្អូនឃើញនេះហ្វឺតបាទហ្វឺតពុំនេះហ្វឺតប្រេងណាការពារប្រេងពីប្រេងម៉ាស៊ីនរបស់យើងមិនឲ្យចូលទៅក្នុងបាទនៅក្នុងចូលឆ្លងរោទឹកឬក៏មិនឲ្យវាស្រក់ប្រេងនៅកន្លែងប្រឡោះនេះបាទបើសិនជាបងប្អូនប្រើឲ្យឃើញជ្រាបប្រេងចេញតាមរុនប្រឡោះកដាលរបស់ម៉ូទ័របូមទឹកហ្នឹងបានន័យថាហ្វឺតម៉ូទ័របូមប្រេងបងប្អូនហ្វឺតកន្លែងម៉ូទ័របូមទឹកនេះវាហ្វឺតប្រេងហ្នឹងវាមានការលិចជ្រាបហើយបានវាជ្រាបប្រេងធ្លាក់មកតាមរុនមួយនេះណាបងប្អូនឃើញជ្រាបប្រេងបានថាវាខូចហ្វឺតប្រេងហ្នឹងបាទមួយទៀតបើសិនជាបងប្អូនឃើញជ្រាបទឹកពីរុនកន្លែងនេះបានន័យថាហ្វឺតនេះណាហ្វឺតនេះហ្វឺតម៉ូទ័របូមទឹកបាទហ្វឺតនេះវាការពារទឹកមិនអោយលិចជ្រាបមកចូលក្នុងបាទចេញតាមរុនប្រឡោះនេះបាទអញ្ចឹងបងប្អូនសង្កេតមើលណាខ្ញុំសូមបញ្ជាក់ថារុនមួយនេះគឺជារុនកដាលរវាងហ្វឺតប្រេងហើយជាមួយហ្វឺតការពារទឹកចេញពីម៉ូទ័របូមទឹករបស់យើងបាទអញ្ចឹងសូមបញ្ជាក់សរុបមកវិញបើសិនជាបងប្អូនឃើញស្រកប្រេងបានន័យថាហ្វឺតបាទកន្លែងម៉ូទ័របូមទឹកយើងហ្នឹងហ្វឺតប្រេងវាមានបញ្ហាលេចជ្រាបបាទបើសិនជាឃើញទឹកជ្រាបបានថាហ្វឺតបូមទឹកមានបញ្ហាលេចជ្រាបអញ្ចឹងបើសិនជាហ្វឺតម៉ូទ័របូមទឹកលេចជ្រាបហើយបងប្អូននៅតែបណ្ដោឲ្យវាជ្រាបតក់ទឹកបណ្ដាទី1វាស៊ីទឹកទី2ទឹកហ្នឹងវានឹងធ្វើឲ្យមានការជ្រាបចូលដល់ក្នុងម៉ាស៊ីនរបស់យើងបាទមិនយូរទេកាលណាជ្រាបទឹកចូលមកវាធ្វើឲ្យបដូលរបស់យើងហ្នឹងវាចាប់វាឡើងស្នឹមវាធ្វើឲ្យមានជ្រាបទឹកចូលក្នុងបាទចូលក្នុងម៉ាស៊ីនរបស់យើងហ្នឹងចូលក្នុងម៉ាស៊ីនរបស់យើងបាទអញ្ចឹងធ្វើឲ្យប្រេងម៉ាស៊ីនយើងខ្លាយជាទៅដោះគោហើយធ្វើឲ្យក្បាត់ពីស្តង់យើងវាធ្វើឲ្យមានសញ្ញាយើងមានការសឹករិចរិលថ្ងៃណានេះជាคลิปវីដេអូមួយដែលខ្ញុំចង់ចែកម្លែកដល់បងប្អូនអតិថិជនជាពិសេសបងប្អូនជាងម៉ូតូយើងដែលថាមិនក៏ឃើញទឹកជ្រាបចេញពីរុនរបស់ក្លាប់ពីម៉ូទ័របូមទឹកយើងនេះណានេះជ្រាបទឹកចេញកន្លែងនេះឬក៏ឃើញជ្រាបប្រេងកន្លែងនេះគឺមូលហេតុគឺដោយសារតែបាទរវាងហ្វឺតការពារទឹកនិងហ្វឺតការពារប្រេងបាទវាមានការលិចជ្រាបនៅហ្វឺតមួយណាមួយណាអូខេនេះជាคลิปដែលខ្ញុំចង់មកចែកម្លែកដល់បងប្អូនតែសួរថាបងម៉ូតូខ្ញុំចតឃើញតក់ទឹកចេញមកពេលខ្លះឃើញប្រេងចេញមកហើយដល់ពេលខ្ញុំមើលប្រេងម៉ាស៊ីនឃើញប្រេងម៉ាស៊ីនទៅដោះគោនេះគឺមូលហេតុគឺដោយសារបែកហ្វឺតបាទហ្វឺតម៉ូទ័របូមទឹកដែលការពារខាងទឹកវាលិចជ្រាបចូលក្នុងបាទមកខាងប្រេងបានចូលក្នុងម៉ាស៊ីនធ្វើឲ្យទឹកប្រេងម៉ាស៊ីនយើងខ្លាចជាទឹកដោះគោទឹកលាយនឹងប្រេងខ្លាចជាដោះគោឯណាអូខេបាទនេះជាคลิปដែលខ្ញុំចង់ចែកម្លែកអំពីការជ្រាបទឹកបាទឬក៏ជ្រាបប្រេងចេញពីរុនបាទកដាលរបស់ម៉ូទ័របូមទឹករបស់យើងនេះអូខេបាទសូមអរគុណ